ngàyទី4នៅលើកោះ Cook Island នៅ Rarotonga បន្តិចទៀតខ្ញុំនឹងនាំបងប្អូនទៅធ្វើ snorkeling មើលទេសភាពខំបាត់សមុទ្រនៅជិតឆ្នេរសមុទ្រយើងហ្នឹងបន្តិចទៀតបាទខ្ញុំនាំបងប្អូនទៅមើលដោយសារតែខ្ញុំធ្វើ snorkeling ហ្នឹងធ្វើនៅពេលថ្ងៃអញ្ចឹងពេលព្រឹកខ្ញុំនាំបងប្អូនមកមើលផ្សារកមួននៅស្រុកគេហ្នឹងផ្សារកមួនរបស់គេនេះគេបើកតែថ្ងៃសៅរ៍ឯងបងប្អូនហើយគេបើកពីម៉ោងប្រហែលនេះខ្ញុំអត់ចាំខ្ញុំគ្រាន់តែដឹងថាគេបើកតែពេលព្រឹកខ្ទង់ម៉ោង1ម៉ោង2អីហ្នឹងគេបិទហើយក៏អត់មានបើកថ្ងៃច័ន្ទដល់ថ្ងៃសុក្រដែរដូចជាគេបើកថ្ងៃសៅរ៍ថ្ងៃអាទិត្យខ្ញុំមិនដឹងថាថ្ងៃអាទិត្យគេបើកឬក៏អត់ទេក៏ប៉ុន្តែខ្ញុំច្បាស់ថាថ្ងៃសៅរ៍គឺគេបើកផ្សារមេឃរបស់គេហ្នឹងព្រលឹមឡើងហ្នឹងគឺសម្បូរភ្ញៀវទេសចរបងប្អូនដោយសារតែគេមានលក់គ្រឿងជាច្រើនមានដូចជាកៅអៅគ្រឿងអនុស្សាវរីយ៍គេមានលក់គ្រឿងញ៉ាំអីចឹងណាប៉ុន្តែអីដែលខ្ញុំចម្លែកចិត្តគឺតាមស្តង់ហ្នឹងគេមានលក់គុជខ្យងមានលក់អីយើងធ្លាប់តែឃើញផ្សារមេឃធម្មតាគេបើកលក់របស់ហ្នឹងតែរបស់អវ៉ាន់ថោកទេក៏ប៉ុន្តែនៅនេះទេបងប្អូនជួនណាគេមានលក់អវ៉ាន់ខ្លះថ្លៃមែនតើដល់ទៅ$100មានរបស់ខ្លះដល់ទៅ$1000ទៀតហើយខ្ញុំមកនេះគឺខ្ញុំញ៉ាំអីពេលព្រឹកហើយអញ្ចឹងបានជាខ្ញុំអត់ចង់ញ៉ាំអីទេខ្ញុំមើលមកជុំវិញហ្នឹងគឺអត់មានអីតំណងចង់ញ៉ាំទេដោយសារតែសិតតែទឹកផ្លែឈើឬមួយក៏ម្ហូបបែបមិនមែនជា local ទេម្ហូបធម្មតាអញ្ចឹងហើយបើនិយាយទៅមកពីខ្ញុំមិនមែនជាអ្នកដើរញ៉ាំហ៎បងប្អូនខ្ញុំមិនសូវជាចូលចិត្តសវ៉ាតញ៉ាំអីហ្មងទេអញ្ចឹងទោះទៅដល់ស្រុកណាអីចឹងខ្ញុំចូលចិត្តមើលពីច្រើនខ្ញុំបដោតទៅលើបរិស្ថានគេនៅជុំវិញហ្នឹងគេហៅ environment របស់គេអញ្ចឹងហើយនឹងជីវភាពរស់នៅខ្ញុំចង់ដឹងពីជីវិតរបស់គេការរស់នៅអីចឹងគេប្រកបរបរចិញ្ចឹមជីវិតនឹងដោយរបៀបណាគេរកស៊ីអីគេនៅនឹងវប្បធម៌គេរបៀបម៉េចអីរបៀបម៉េចអាហ្នឹងអីដែលខ្ញុំចូលចិត្តមើលហើយខ្ញុំសង្កេតឃើញថានៅលើកោះហ្នឹងរបស់ដែលគេចូលចិត្តលក់ហ្នឹងហើយមានតម្លៃហ្នឹងគឺ pearl គុជខ្យងនឹងឯងមានភាគច្រើនគឺពណ៌ខ្មៅពណ៌សពណ៌ផ្កាឈូកអីចឹងទៅស៊ីសងទៅលើបងប្អូនឆ្លៃបងប្អូនឃើញមិនអញ្ចឹងគឺមាន$100ចឹងទៅហើយមួយទៀតនៅលើកោះនេះគឺសម្បូរជនជាតិម៉ៅរីបងប្អូនដោយសារតែខ្ញុំឃើញទៅដល់ណាក៏គេមានលក់ហាងីដែរហាងីហ្នឹងគឺជាម្ហូបរបស់ជនជាតិម៉ៅរីហើយជនជាតិម៉ៅរីហ្នឹងជាជនជាតិដើមរបស់ប្រទេសញូហ្សេឡង់ខ្ញុំគិតថាពួកគាត់ហ្នឹងក៏បានជាបែងចែកគ្នានៅតាមកោះហ្នឹងខ្លះដែរដោយសារតែភាសាម៉ៅរីនៅញូហ្សេឡង់ណាសួស្ដីគេហៅគីអូរ៉ាដល់ពេលនៅប្រទេសនេះវិញគេហៅគីអូរ៉ាណាបកថាសួស្ដីដូចគ្នាអញ្ចឹងគឺស្រដៀងគ្នាមែនតើហើយអីដែលខ្ញុំសង្កេតមើលនៅនេះហ្នឹងប្រជាជនរបស់គេដូចជាមិនសូវជារុះរាយប្រហែលទេទោះជាអ្នកលក់ក៏ដោយគេរបៀបដូចល្មមបងប្អូនមិនសូវជារុះរាយដាក់អតិថិជនប្រហែលទេខ្ញុំគិតថាប្រហែលជានៅស្រុកនេះភាគច្រើនប្រជាជនរបស់គេមានកម្រិតជីវភាពរៀងធូរធារគ្រាន់បើឬមួយក៏ខ្ញុំទៅអត់ចំកន្លែងព្រោះខ្ញុំគិតថាពួកគាត់ដូចរៀងរបៀបបងប្អូនទៅអាចទទួលបានអារម្មណ៍ថាគាត់មិនទៅជារុះរាយខ្លាំងណាប៉ុន្តែបើសិនជាប៉ះជាមួយនឹងជនជាតិហ្វីលីពីនដែលគាត់លក់នៅហ្នឹងគឺពួកគាត់រុះរាយវិញនេះបងប្អូននេះខ្ញុំនិយាយពីភាពខុសគ្នាបងប្អូនឃើញទេអ្នកលក់បន្លែគឺលក់បន្លែរបស់គេហ្នឹងតែ$4-5តែអាឈើដងឈើរបស់គេមិញហ្នឹងគេលក់ដល់ទៅ$1200ដល់កន្លែងលក់សាច់អាំងនេះវិញខ្ញុំចង់ទិញញ៉ាំដែរក៏ប៉ុន្តែមនុស្សច្រើនពេកដល់ពេលចឹងទៅក៏ខ្ញុំអត់បានទិញញ៉ាំយើងក៏ត្រឡប់មកតែយើងវិញមកលេងស្រុកកោះអស់3ថ្ងៃបងប្អូនគ្មានបានចុះហែលទឹកអីទេដោយសារតែកូនស្រីខ្ញុំធ្វើទុកពេករហូតដល់ថ្ងៃទី4នេះខ្ញុំគិតថាកូនរៀងធូរស្រួលខ្លួនហើយគឺយើងចាប់ដើមគិតថាទៅ snorkeling ប៉ុន្តែលើកនេះគឺអត់ដូចលើកមុនទេចុះ snorkeling ហ្នឹងគឺអាចចុះបានតែម្ដងម្នាក់ទេអត់អាចចុះម្ដង2នាក់បានទេហើយស្នាមខ្ញុំច្អល់ដែលខ្ញុំថាមានអីខ្វាចហ្នឹងអាហ្នឹងគឺកូនស្រីខ្ញុំហ្នឹងហើយកំពុងខ្វាចហ្មងឥឡូវខ្វាចអាយ៉ាខ្វាចអាយ៉ាហ្មងនិយាយទៅខ្ញុំជាមនុស្សម្នាក់ដែលខ្ញុំចូលចិត្តហែលទឹកមែនតើទៅដល់ណាឲ្យតែឃើញទឹកចង់តែហែលទឹកឯងក៏ប៉ុន្តែដល់ពេលមកលើកហ្នឹងទោះជាចង់ហែលទឹកយ៉ាងណាក៏ត្រូវតែគិតកូនមុនដែររាល់ដងខ្ញុំចុះ snorkeling 2នាក់សប្បាយបងប្អូនដល់ពេលយើងមានកូនតូចទៅគាត់អត់ទាន់ចេះហែលទឹកអីដល់ពេលអញ្ចឹងទៅប្រពន្ធត្រូវនៅមើលកូនសិនដល់ពេលដែលខ្ញុំចុះ snorkeling មើលផ្កាថ្មអីហើយទៅប្រពន្ធខ្ញុំចុះមក snorkeling វិញម្ដងនៅនេះគឺគេ reserve គេហៅថាអភិរក្សឲ្យបានខ្ជាប់ខ្ជួនហ្មងដើម្បីថែទាំនៅប្រព័ន្ធ ecology នៅជុំវិញកោះរបស់គេហ្នឹងអញ្ចឹងដល់ពេលដែលភ្ញៀវទេសចរមកគេមានអីមើលអញ្ចឹងបងប្អូនគឺខ្មៅហ្នឹងគឺឆ្លើងសមុទ្រណាបងប្អូនហើយបងប្អូនដឹងស្រាប់ហ្នឹងគឺថ្លៃប៉ុន្តែនឹងមាត់ឆ្នេរហ្នឹងអត់មានណាគេហ៊ានចាប់យកទៅទេព្រោះអីគេអត់ឲ្យចាប់យកទៅទេហើយនៅខាងក្រោមហ្នឹងគេមានផ្កាថ្មចម្រុះអីចឹងទៅបងប្អូនអាចមើលពីជីវិតសត្វកូនត្រីតូចត្រីពណ៌ស្អាតតែខ្ញុំជាមួយទៅអត់សូវមានឃើញក្តាមឬមួយកបកងអីទេខុសពីកោះ Fiji ខ្ញុំទៅលើមុននោះកោះ Fiji គឺមានក្តាមអាចឲ្យយើងឃើញបានណាហើយបើនិយាយពីទឹកវិញគឺថ្លាឆ្វង់ហ្មងបងប្អូនឃើញអញ្ចឹងបើសិនជាទឹកហ្នឹងអត់ស្អាតទេនៅពេលដែលយើងដាក់កាមេរ៉ាមកវាមាននឹងធូលីហុយឡើងមកក៏ប៉ុន្តែនេះគឺអត់ទេនៅពេលដែលយើងធ្វើការ snorkeling ហ្នឹងអត់មានធូលីអត់មានទឹកល្អអីទេគឺទឹកថ្លាឆ្វង់ហ្មងអ្នកដែលគាត់អត់សូវចូលចិត្តទេសភាពបាតសមុទ្រអីក៏មើលទៅធម្មតាតែបើសម្រាប់ខ្ញុំមកអញ្ចឹងគឺខ្ញុំមានអារម្មណ៍ថាសប្បាយមែនតើហើយសម្រាប់ខ្ញុំគឺស្អាតទោះបីជានៅនេះផ្កាថ្មអត់មានចម្រុះគ្រប់ពណ៌ប៉ុន្តែឲ្យតែខ្ញុំឃើញត្រីខ្ញុំចូលចិត្តមើលត្រីណាដែលស្អាតមានច្រើនពណ៌អញ្ចឹងមើលទៅគឺត្រជាក់ភ្នែកហ្មងហើយនៅហ្នឹងបងប្អូនអាច snorkeling មើលដើកបានទៀតក៏ប៉ុន្តែសម្រាប់ទៅមើលដើកហ្នឹងបងប្អូនត្រូវបង់ access របស់គេប្រហែលជា$70ទៅ$80ទិញ tour របស់គេទើបបងប្អូនអាចចុះទៅមើលដើកបាន
snorkeling ហ្នឹងគឺអត់ដឹងខ្លួនណាបងប្អូនឃើញវីដេអូហ្នឹងមកផ្លែតមែនណាតែដល់ពេលខ្ញុំឡើងមកវិញ snorkeling ហ្នឹងឡើង1ម៉ោងហើយតបមកខ្ញុំយកកូនខ្ញុំចុះមកឲ្យស្គាល់ទឹកសមុទ្រម្ដងមានថាបងប្អូនមិនសឹមអត់អីថ្ងៃហ្នឹងគឺខ្លាចទឹកសមុទ្រហ្មងដូចខ្លាចអាឡកមិនគេទេចូលមកបងប្អូនឃើញវីដេអូនៅក្នុងហ្នឹងគ្នាឡើងញ័រអស់ហើយចឹងទៅក៏យកចូលឲ្យលេងតែមួយផ្លែខ្ញុំគិតថាស្មានតែគ្នាចូលចិត្តទឹកតាមានណាបងប្អូនខ្លាចទឹកហើយអត់ហ៊ានប៉ះខ្សាច់ទេខ្ពើមអញ្ចឹងក៏អត់មានបាននៅលេងយូរទេចុះទៅលេងនឹងបានប្រហែលត្រឹមតែ1ម៉ោងកន្លះទៅ2ម៉ោងអីគឺឡើងមកលើវិញមកវិញកូនខ្ញុំហត់ក៏ចូលគេងនៅក្នុងបន្ទប់វិញទៅហើយពួកខ្ញុំអត់មានបានចេញទៅណាឆ្ងាយទេមានតែកំងមកហូបនៅក្នុងហូតែលហើយយើងញ៉ាំនៅកន្លែងវារងដាមើលទេសភាពអញ្ចឹងទៅបើមិនជាអត់មានកូនទេត្រូវតែញ៉ាំអីនៅក្រៅតែដល់ពេលយើងមានកូនយើងចូលដេកអញ្ចឹងយើងអង្គុយនៅក្រៅញ៉ាំម្ហូបហូតែហ្នឹងទៅភាពខុសគ្នារវាងម្ហូបនៅក្នុងហូតែលរបស់ខ្ញុំហើយនិងម្ហូបនៅខាងក្រៅហ្នឹងគឺម្ហូបនៅក្នុងហូតែលរបស់ខ្ញុំហ្នឹងគឺដាក់ខ្លាច់តាសាបងប្អូនម្ហូបមុខប្រៃញាក់ហ្មងមិនដែរមីនេះមួយចាននេះគឺឆ្ងាញ់របស់គេគ្រាន់តែថាប្រៃខ្ញុំហៅនេះមានមីមួយចានមីគ្រឿងសមុទ្ររបស់គេហ្នឹងហើយជាមួយនឹងបាយឆាបន្ទាប់ពីញ៉ាំហើយវាម៉ោង 4-5 ល្ងាចហើយពួកខ្ញុំចាប់ផ្ដើមចេញទៅរកអីញ៉ាំនៅក្រៅម្ដងគឺខ្ញុំមកហាងវៀតណាមមានដូចជាបាយសាច់មាន់នេះគឺញ៉ាំល្ហុងដំបូងស្មានតែបុកល្ហុងតាមានណាបងប្អូនគ្រាន់តែញ៉ាំល្ហុងទេអស់ពីញ៉ាំល្ហុងហ្នឹងហើយខាងនោះក៏ខ្ញុំហៅ phở មួយចានដែរសម្រាប់ខ្ញុំមកញ៉ាំដោយសារតែញ៉ាំម្ហូបមួយថ្ងៃហ្នឹងគឺទ្រាំអស់ហើយអញ្ចឹងចង់ញ៉ាំអាហារអីឲ្យវា refresh តិចដាក់មួយម៉ាត់មកបងប្អូនអើយមួយម៉ាត់របស់គេមកហូបខុសពីអូតែខ្ញុំសុតសាតបងអូតែខ្ញុំគឺប្រៃអើយប្រៃដល់ពេលមកហូបនៅនេះសាបអើយសាបខ្ញុំដាក់ទឹកត្រីមួយចានហើយនៅតែអត់ប្រៃទៀតនៅនេះគេញ៉ាំសុខភាពសាហាវមកពីម្ចាស់ហាងហ្នឹងមិនមែនជនជាតិវៀតណាមអ្នកធ្វើណាបងប្អូនតាមពិតអ្នកគេជនជាតិនៅលើកោះហ្នឹងខ្ញុំគិតថាប្រហែលជាគាត់មើល YouTube ហើយក៏ហ៊ានធ្វើតាមរសជាតិរបស់គាត់អាចទទួលយកបានគ្រាន់ថាវាសាពេកតោះតែយើងដាក់ទឹកត្រីខ្ញុំដាក់ទឹកត្រីវានៅតែអត់ប្រៃទៀតអីដែលខ្ញុំសរសើរហ្នឹងគឺម្ទេសរបស់គេមានតែម្ទេសរបស់យើងដូចនៅខ្មែរម្ទេសជ្រក់ម្ទេសរបស់យើងអាខ្លីៗហ្នឹងឆ្ងាញ់របស់គេបន្ទាប់មកអូតែលវិញនាំកូនខ្ញុំចូលមកកន្លែងគេក្មេងលេងនេះគេទទួលមើលក្មេង24ម៉ោងហ្មងគាត់បើបគេឲ្យតែយើងចង់ទៅដើរលេងនៅណាអញ្ចឹងយើងអាចដាក់កូនយើងឲ្យគេមើលបានក៏ប៉ុន្តែគេទទួលមើលក្មេងតែក្មេងចាប់ពី2ឆ្នាំឡើងទេកូនខ្ញុំខំ1ឆ្នាំអត់បាននៅមើលអត់ដែរអញ្ចឹងយើងនៅមើលខ្លួនឯងអត់ដែរ